សូមជូនរឿងខ្មោចដើមជីជ្វាចាស់បុរាណខ្មែរយើងច្រើនជឿហើយហាមប្រាមកូនចៅមិនឲ្យដាំដើមជីជ្វានៅជិតសម្រាប់ផ្ទះនោះទេព្រោះគេយល់ថាវាដាក់ម្ចាស់ផ្ទះបានជាមានជំនឿយ៉ាងនេះព្រោះមានរឿងដំណាលដូចតទៅជាយូរវែងណាស់មកហើយមានគ្រួសារមួយទីទល់ក្រពួកគាត់គឺជាកសិករនារដូវមួយដែលធាតុអាកាសកំពុងតែរាំងស្ងួតឥតមានភ្លៀងធ្លាក់សម្រាប់ធ្វើស្រែឡើយបរិសុទ្ធជាប្តីក៏សុំប្រពន្ធទៅរកស៊ីឈ្នួលគេនៅឯស្រុកឆ្ងាយក្រោយពេលដែលបរិសុទ្ធនោះចេញទៅផុតស្រុកក៏កើតមានជំងឺអាសន្នរោគរាតត្បាតពីពេញស្រុកបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងខ្លាំងមុនដំបូងជំងឺនេះចាប់ផ្ដើមឡើងពីសត្វតូចតាចតែប៉ុណ្ណោះលុះដល់យូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំៗរហូតដល់ជីវិតមនុស្សនៅក្នុងភូមិស្លាប់ជាបន្តបន្ទាប់គ្មាននរណាម្នាក់អាចជួយអ្នកណាបានឡើយផ្ទះនីមួយៗមានសភាពស្ងាត់ជ្រងំពេលយប់គេឮសូរតែសំឡេងឆ្កែលូនិងពន្លឺភ្លើងចង្កៀងប្លង់ត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងប់ស្ងៀមមានទឹកមុខក្រៀមក្រំស្រពត់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយការខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកកោកកាឬក៏នឹងឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃនៅឡើយមានថ្ងៃមួយនៅពេលដែលជំងឺនេះកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លានោះស្រាប់តែមានអ្នកស្រុកម្នាក់មកនិមន្តលោកគ្រូចៅអធិការវត្តទៅចម្រើនព្រះបរិត្តនៅឯផ្ទះរបស់ខ្លួនលុះដល់ពេលកំណត់អ្នកស្រុកម្នាក់នោះក៏មកទទួលព្រះថេរៈទ្រង់ព្រមទាំងភិក្ខុ2អង្គទៀតទៅផ្ទះរបស់គេនៅពេលដែលលោកនិមន្តទៅដល់ផ្ទះបាសកនោះគេឃើញមានភ្ញៀវយ៉ាងច្រើនគេបាននិមន្តព្រះសង្ឃទាំង3អង្គឡើងទៅលើផ្ទះគង់លើអាសនៈយ៉ាងសមគួរហើយប្រគេនភេទជ្ជៈតែស្ករបារីតាមទំនៀមទម្លាប់បន្ទាប់មកគេក៏នាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែឧបាសកទាំងនោះយល់ថាសូមព្រះតេជគុណកុំសូត្រធម៌ករណីអីសូមនិមន្តសូត្ររំលងទៅពីរូបខេតតែម្ដងទៅដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងពីដើមរៀងទៅលុះដល់ធម៌ករណីលោកក៏រំលងទៅសូត្ររូបខេតតាមពាក្យទេយុព្រះបដនាសុំតែម្ដងខណៈពេលនោះព្រះសង្ឃសង្កេតឃើញទេយុទេយិកាសបាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់គ្នាព្រះថេរៈអាសនៈដើមឆ្ងល់ថាគេសុំកុំឲ្យសូត្រធម៌ករណីឲ្យផ្លាស់ទៅរូបខេតតែម្ដងឥឡូវសូត្ររូបខេតទៅស្រាប់តែគេនាំគ្នាសើចសប្បាយបែបដូចជាប្លែកព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ខ្លាចក្រែងគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីវិញលោកទើបតែចាប់សូត្របាន 3-4 សូត្រស្រាប់តែទីយុទីយិកាដកខ្លួនថយបន្តិចម្ដងរហូតដល់មនុស្សអស់ស្ងាត់ឈឹងភ្លើងទៀនក៏រលត់ផ្ទះដែលព្រះសង្ឃគង់នៅនោះត្រឡប់ទៅជាគុំឫស្សីរីឯបរិយតែស្ករវិញទៅជាដីដុំធ្យូងខ្សាច់និងកំណាត់អស់រលីងទើបព្រះសង្ឃភ្ញាក់ថាជាបិសាចបន្លំខ្លួនធ្វើជាមនុស្សទម្រាំតែញាតិញោមនៅឯវត្តបានដឹងព្រះសង្ឃទាំង3អង្គត្រូវអត់ចង្ហាន់រហូតទៅដល់ 2-3 ថ្ងៃប៉ុណ្ណោះរហូតដល់ 2-3 ថ្ងៃឯណោះដោយហេតុនេះហើយទើបចាស់បុរាណលោកតែនិយាយថាធម៌ករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធម៌ពីរូបខេតធ្វើឲ្យខ្មោចសប្បាយចិត្តទៅវិញកាលណាអ្នកស្រុកមិនសូវស្រួលដោយមានកើតជំងឺដង្កាត់ផ្សេងមានអាសន្នរោគអត់ជាដើមនោះគេតែងតែនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយសូមឲ្យព្រះសង្ឃសូត្រធម៌ករណីនេះឲ្យបាន 7-8 ចប់ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃសូត្រពីរូបខេតឡើយដោយមានជំនឿតាមរឿងដូចបានរៀបរាប់មកខាងលើម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងដើរទៅណាមកណានៅពេលយប់ហើយមានព្រឺរោមព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីនេះដោយសំអាងថាខ្មោចបន្លងហើយខ្មោចខ្លាចធម៌ករណីនេះណាស់និយាយពីបរិសម្នាក់នោះវិញបន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សមល្មមហើយក៏ត្រឡប់មកស្រុកកំណើតវិញលុះមកដល់ពាក់កណ្ដាលផ្លូវមានគេនិយាយប្រាប់ថាអ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្សនៅក្នុងភូមិ
អ្នកឯងនោះគឺកំពុងតែមានការជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់ប៉ុន្តែប្រពន្ធកូនរបស់អ្នកឯងប្រហែលជាស្លាប់ឬយ៉ាងណាក៏មិនដឹងដែរព្រោះឥឡូវគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងភូមិនោះឡើយដោយបរិះនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេកក៏ជជែកដើរទៅផ្ទះរបស់ខ្លួនគាត់ខំធ្វើដំណើរទៅទាំងយប់ទាំងថ្ងៃទាំងសស្រាក់សស្លើតលុះទៅជិតដល់លំនៅខ្លួនឃើញភ្លើងចង្កៀងផ្លុងគ្រប់ផ្ទះដោយប្រក្រតីគាត់ត្រេកអរខ្លាំងណាស់ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែលនិយាយកុហកប៉ុន្តែនៅតាមផ្លូវទៅផ្ទះរបស់គាត់មានសេចក្តីសង្ស័យខ្លះៗដែរចំពោះភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនស្រួលមែនហើយទើបស្ងាត់យ៉ាងនេះលុះទៅដល់របងផ្ទះក៏ស្រែកហៅប្រពន្ធរបស់គាត់ពេលនោះគាត់ក៏ឃើញប្រពន្ធរបស់គាត់រត់មកទទួលយ៉ាងរួសរាយរាក់ទាក់ដូចធម្មតាគ្មានអ្វីគួរឲ្យសង្ស័យឡើយនាងនោះខំប្រញាប់ទៅបង្កាត់ភ្លើងឲ្យប្តីបរិភោគតែនាងហាមប្តីមិនឲ្យចូលទៅក្នុងបន្ទប់ដេកទេឲ្យប្តីសម្រាកនៅខាងក្រៅសិនគ្រានោះប្តីនឹកឆ្ងល់នឹងអេរយាបថដ៏ចម្លែករបស់ភរិយាណាដោយគាត់សង្កេតឃើញភ្នែករបស់នាងធំលៀនបែបក្រហមហើយក្រឡេបក្រឡាប់ខុសពីធម្មតាថែមទាំងធំក្លិនគម្រោងសាកសពបក់ចេញពីក្នុងបន្ទប់ទៀតផងធ្វើឲ្យគាត់ចង់ដឹងថាតើមានអ្វីនៅក្នុងបន្ទប់ដេកទេបានជានាងហាមមិនឲ្យចូលគិតសពគ្រប់ទៅក៏ចេះតែអង្គុយសង្កេតមើលអាកប្បកិរិយារបស់ប្រពន្ធមួយសន្ទុះក្រោយមកក៏ឃើញប្រពន្ធរលៀនអណ្ដាតយ៉ាងវែងកែវយកកៅដែលជ្រុះនៅលើដីឃើញដូច្នេះប្តីក៏យល់ថានាងពិតជាខ្មោចបិសាចប្រែកាយហើយទើបគេនឹកឃើញដល់រឿងអ្នកស្រុកដែលនិយាយប្រាប់នៅតាមផ្លូវបុរសនោះក៏ដើរលបចូលទៅវែកមុងក្នុងបន្ទប់ដេកក៏ស្រាប់តែឃើញខ្មោចប្រពន្ធកូនខ្លួនឯងស្លាប់ស្អុយរលួយដង្កើរកចជ្រិចហើយគាត់ក៏ថយចេញមកវិញថ្នមហើយរិះរកមធ្យោបាយដើម្បីរំដោះខ្លួនចេញពីកណ្ដាប់ដៃបិសាចនេះទើបគាត់និយាយទៅកាន់នាងថាអូនដាំបាយឲ្យឆ្អិនឆាប់ទៅបងអស់កម្លាំងណាស់បងចុះទៅនោមមួយផ្លែថាហើយគាត់ក៏យកក្អមទឹកមួយដែលនៅក្បែរនោះហើយបង្ហូរទឹកទៅលើស្លឹកត្នោតឲ្យលឺដូចមនុស្សនោមមែនតែនបន្ទាប់មកគាត់ក៏លួចរត់បាតជើងសព្រាតតម្រង់ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថាខ្លាំងពូកែខាងការពារខ្មោចបិសាចនិងអាបធ្មប់ចំណែកនាងបិសាចវិញឮសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់ទើបនាងដើរទៅមើលគ្រាន់តែនាងមើលឃើញប្តីរត់ទៅផុតនាងក៏រត់តាមក្រោយយ៉ាងលឿនរហូតដល់ទៅជិតទាន់ចំណែកឯប្តីរត់មិនទាន់បានប៉ុន្មានផងងាកមកក្រោយក៏ឃើញខ្មោចប្រពន្ធកំពុងដេញតាមពីក្រោយក៏ដឹងខ្លួនថាមើលទៅស្ទុះមិនរួចពីកណ្ដាប់ដៃបិសាចនេះទេទើបស្ទុះឡើងទៅលើដើមឈើបាយម៉ានមួយដើមដែលនៅក្បែរខ្លួននាងបិសាចមិនហ៊ានទៅជិតដើមបាយម៉ាននោះទេចេះតែដើរក្រវ៉ែលក្បែរហើយស្រែកហៅប្តីឲ្យចុះមកវិញបរិះនោះក៏ដឹងថានាងបិសាចនេះពិតជាខ្លាចដើមបាយម៉ាននេះហើយបានជាមិនហ៊ានមកជិតបែបនេះគាត់ក៏កាច់ដើមបាយម៉ានមួយម៉ែកលីសម្ដៅទៅវត្តអារាមឯនាងបិសាចមិនហ៊ានទៅជិតប្រុសជាប្តីដោយខ្លាចដើមបាយម៉ាននាងនៅតែដើរតាមក្រោយរហូតលុះបរិះនោះទៅដល់វត្តក៏រត់ចូលទៅឈប់នៅកណ្ដាលជំនុំសង្ឃដែលកំពុងធ្វើអបោសុតកម្មនៅក្នុងព្រះវិហារហើយទូលព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងអាគមគាថាក៏នាំបរិះនោះទៅនៅក្នុងកុដិរបស់លោកហើយសូត្រមន្តអាគមគាថាពតសេមាយ៉ាងម៉ឺងម៉ាត់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះដែរពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីមិនបានដោយរបាំងនៃមន្តអាគមខ្លាំងប៉ុន្តែនាងចេះតែក្រវ៉ែលរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្តីនៅក្បែរកុដិព្រះថេរៈអង្គនោះមានដើមចេកជ្វាមួយដើមដែលមានធាងទូចូលទៅត្រង់បង្អួចកុដិទោះបីជាមន្តអាគមរបស់ព្រះសង្ឃខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចទប់នឹងដើមចេកជ្វានោះបានឡើយលោកពតសេមាបានតែត្រង់កន្លែងណាដែលធាងជ័យជ្វាមិនបានទៅប៉ះនឹងសម្រាប់កុដិតែប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងជ័យជ្វានោះទៅប៉ះហើយជាឱកាសដ៏ប្រសើរដល់នាងបិសាចនេះហើយនាងបិសាចក៏ឡើងទៅតាមដើមជ័យជ្វាហើយសួរតាមធាងជ័យនោះឆ្លងចូលទៅក្នុងកុដិរបស់លោកសង្ឃកាច់កប្តីរបស់ខ្លួនសម្លាប់យ៉ាងព្រៃផ្សៃក្នុងពេលនោះទៅ
ព្រោះហេតុមានជំនឿនិទានដូចនេះហើយទើបចាស់បុរាណខ្មែរយើងនិយមជំនឿនេះហាម5កូនចៅមិនឲ្យដាំជីជ្វានៅជាប់នឹងសម្យ៉ាផ្ទះព្រោះគេថាវាដាក់ខ្លួនឯដើមបៃម៉ានក៏ជាឱសថសម្រាប់ការពារមនុស្សមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាចនិងអាបធ្មប់ជាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះរឿងខ្មោចដើមចេកជ្វាដែលខ្ញុំបានលើកយកមកអធិប្បាយនៅពេលនេះសូមចប់តែ